បាទសូមជម្រាបសួរលោកស្រីនាងកញ្ញាជាទីមេត្រីបងប្អូនសិស្សានុសិស្សទាំងឡាយជាទីរាប់អានថ្ងៃនេះខ្ញុំសូមបន្តមេរៀនរបស់ខ្ញុំដែលតាក់ទងទៅនឹងភាសាអង់គ្លេសសម្រាប់សរសេរឬក៏ភាសាអង់គ្លេសសម្រាប់ធ្វើការប្រឡង English grammar បាទណាអូខេអញ្ចឹងថ្ងៃនេះខ្ញុំចង់បន្តមេរៀនរបស់ខ្ញុំស្ដីអំពី special verb ទៀតដែលនៅក្នុងចំណុចទី3លើកមុនមានន័យថា oxy modal ហើយនឹងថ្ងៃនេះគឺនិយាយអំពី semi modal auxiliary verbចឹងនៅក្នុង semi modal auxiliary verb គឺយើងមានកិរិយាសព្ទចំនួន3បាទណាមានចំនួន3ចឹងយើងមានអីយើងមាន there យើងមាន need ហើយនឹងយើងមាន used to អូខេយើងមាន there need ហើយនឹង used to ក៏ប៉ុន្តែនៅក្នុងកិរិយាសព្ទទាំង3នេះអ្នកផ្ដោតអារម្មណ៍ខ្លាំងជាងគេគឺអាមួយនេះហើយនឹងអាមួយនេះសម្រាប់ធ្វើការប្រឡងចាប្រឡងគឺប្រើនេះអ្នកសុំចាំជាងគេពីព្រោះអានេះពេលប្រឡងគឺមិនសូវឃើញទេมันមានប្រហែលទេក៏ប៉ុន្តែគាត់ថាថ្ងៃនេះយើងយកមកនិយាយដោយសារតែវាជា semi modal auxiliary verb ណាអញ្ចឹងនៅក្នុង semi modal auxiliary verb ហ្នឹងគឺយើងធ្វើការបែងចែកចេញជា2ទៀតបាទយើងធ្វើការបែងចែកចេញជា2មានន័យថាកិរិយាសព្ទ3ហ្នឹងដើរតួអាន2ណាមានន័យថា there ដើរតួអាន2 need ដើរតួអាន2 used to ដើរតួបាន2ឃើញទេអញ្ចឹងទី1ដើរតួជាស្អីទី2ដើរតួជាស្អីបាទអញ្ចឹងយើងសុំមើលទាំងអស់គ្នាទី1វាដើរតួជា modal verb ចាណាទី2វាដើរតួជា main verb អូខេអញ្ចឹងមានន័យថាដើរតួជា modal ក៏យើងបកប្រែដើរតួជា main verb ក៏បកប្រែដែរអញ្ចឹងយើងthấyថាតើយើងមើលមិនបានដឹងថាជាពពុះ modal យើងមើលមិនបានដឹងថាជា main verb ឲ្យតែយើងបង្កើតទៅរៀងដូច modal ដែលខ្ញុំបានបង្រៀនការវីដេអូលើកមុននោះធ្វើដូចវាទៅមានន័យថា there need ហើយនឹង used to គឺជា modal ចឹងណាសំចាំអញ្ចឹង modal ខ្ញុំបានបង្រៀនហើយអ្នកទៅមើលទៅប៉ុន្តែខ្ញុំចង់បង្ហាញមួយណាតើតើតែនឹង there មួយចុះបាទពីព្រោះ need ហើយនឹង used to បញ្យល់បន្តទៀតពីព្រោះវាតេតើទៅនឹងការប្រឡងបាទណាប៉ុន្តែធ្វើរៀងដូចគ្នាទេបាទអញ្ចឹងមានន័យថា there របស់យើងគឺដើរតួជាអី yes ដាក់ modal វិញណា modal ហើយនឹង main verb ចេះតែម្ដងណាអញ្ចឹងនេះគឺជា modal នេះគឺជា main verb អញ្ចឹងទី1ខ្ញុំបង្រៀនអំពីរបៀបនេះអំពីអីអំពី modal បាទសូមមើល modal ឬក៏ទៅមើល semi ក៏បានដែរមានន័យថាចែកចេញជា2អញ្ចឹងមកយើងចែកដាច់មានន័យថាមកជាហៀងនេះគឺជាអីគេ modal ណាជា modal អញ្ចឹងមានប្រយោគស្របមានប្រយោគសំណួរនិងប្រយោគបដិសេធមានន័យថា declarative ហើយនិង interrogative sentence ណាយើងប្រើយ៉ាងណាអញ្ចឹងទី1នៅក្នុងទី1ថយយើងប្រើ modal ដឹងហើយថា modal គឺជាកិរិយាសព្ទក្បាលរឹងអត់ប្រែប្រួលទាំងអស់បាទណាមិនមែនប្រែប្រួលទេអញ្ចឹងអត់ថា Tom there hit Jerry ខ្ញុំឧទាហរណ៍អញ្ចឹងឃើញយើងរៀន modal ពីមុនហើយថាកិរិយាសព្ទដែលឈរពីក្រោយ modal គឺជា bare infinitive ជា bare infinitive កិរិយាសព្ទ modal មិនប្រែប្រួលអីទាំងអស់មិនថែម s មិនថែម es អីទាំងអស់ពីព្រោះវាជាពពុះ modal ឃើញទេយើងប្រើរបៀបនេះអញ្ចឹងដើម្បីបង្កើតទៅជាប្រយោគអីប្រយោគបដិសេធយើងគ្រាន់តែថែមអីថែម not បាទណាដូចគ្នាបាទ not hit Jerry ខ្លីៗអញ្ចឹងទី3ដើម្បីคลายទៅជាប្រយោគសំណួរអ្នកលើក modal មកខាងមុខមកបាទខ្ញុំបានបង្រៀនអស់ហើយអញ្ចឹងយើងលេខ there Tom hit Jerry នេះខ្ញុំឲ្យមើលរៀងខ្លីៗទេណាតើតើទៅនឹង there there ដើរតួជា modal verb ណា modal verb នេះឯងសូមមើលប៉ុណ្ណឹងអញ្ចឹង there ហ្នឹងគឺអត់ប្រែប្រួលទាំងអស់នៅក្នុងទម្រង់របៀបហ្នឹងឯងរីឯ there ដើរតួជាអីជា main verb បាទយើងធ្វើយ៉ាងម៉េចទៅសូមមើលទាំងអស់គ្នាអញ្ចឹង
ទី1ដាក់វិញមក Tom dares present simple time I ប៉ះបរោះទី3ឯកវចនៈ time I បើ present បើអតីតកាល time ed ទៅណាយើងប្រើយ៉ាងហ្នឹងហើយ to hate cherry អញ្ចឹងគេអាស័ព្ទទាំងឡាយណាដែលឈរពីក្រោយ main verb ច្បាស់ជាអី to infinitive អាចទៅជាជឿរ៉ាន់ប៉ុន្តែដោយសារតែ there គឺយើងប្រើជាមួយនឹង to infinitive គេអាស័ព្ទផ្សេងទៀតវាអាចជាជឿរ៉ាន់ឬក៏ជា to infinitive ណាវាអាចជា preposition អានោះចាំពេលក្រោយទៀតអញ្ចឹងយើងបាន there មួយបាទអញ្ចឹងមានន័យថា there នេះ subject verb agreement នេះក៏ជា subject verb agreement ដែរប៉ុន្តែវាអត់ថែមអត់ប្រែប្រួលដោយសារតែជា modal បាទសំចាំណាទី2ដើម្បីខ្លាយទៅជាទម្រង់បដិសេធដឹងស្រាប់ហើយ main verb มันអាចមកកើតជាប្រយោគសំនួនឬក៏ប្រយោគបដិសេធដែលខ្លួនឯងបានទេលើកលែងតែ verb to be មួយទេបាទណាលើកលែងតែ verb to be ទេក្រៅពីនោះគឺយើងមិនអាចបង្កើតខ្លួនឯងបានទេអញ្ចឹងយើងត្រូវតែម៉េចដោយសារជា present simple ស្ថិតនៅក្នុង positive បាទ present simple អញ្ចឹងយើងប្រើប៉ះបរោះទី3 does Tom sorry បដិសេធសិនត្រូវតាមគ្នាទៅ Tom sorry does ខ្ញុំអត់តន់សង្ខេបអីទេបាទ to hate យ៉ាងមកទេណារីឯទី3 does Tom sorry dare to hate យ៉ាងមកណាយើងអាចប្រើរបៀបនេះឯងអញ្ចឹងយើងបាន dare យើងបានsorry មើលអត់តាន់ណា does not dare sorry to អី to hate យ៉ាងមកអញ្ចឹងយើងបាន dare មួយដែលដើរតួជា main verb យើងបាន dare នេះគឺដើរតួជា main verb យើងបាន dare នេះគឺដើរតួជា main verb សំចាំណាអញ្ចឹងនៅក្នុងទម្រង់ទាំងពីរហ្នឹងមានន័យថានៅពេលដែល dare របស់យើងដើរតួជា modal និង dare របស់យើងដើរតួជា main verb អាពីរហ្នឹងគឺ main verb ពេញនិយមប្រើជាងអញ្ចឹងនៅពេលដែលអ្នកជួបឃើញ dare មានន័យថាអ្នកប្រើវងកញ្ចក់អត់កន្លែងនេះប្រើក៏បានមិនប្រើក៏បានដែរគេអាចប្រើពេលខ្លះគេអាចបំព្រួយរវាង dare ហើយនឹង hit ជាមួយគ្នាតែម្ដងបាទប៉ុន្តែក៏ដល់នោះវាមិនបាច់ចឹងពីព្រោះប្រឡងយើងអត់សូវជួបអាហ្នឹងទេប្រឡងយើងជួបតែកិរិយាសព្ទ need ហើយនឹង used to នៅក្នុង semi ហ្នឹងបាទណាអញ្ចឹងយើងបានមកជាហៀងគឺជា modal មកជាហៀងគឺជា main verb បកប្រែដូចគ្នាដែលយើងបកប្រែថាហ៊ាន Tom ហ៊ានវាយ cherry Tom មិនហ៊ានវាយ cherry ទេប្រហែលអញ្ចឹងណាសមើបន្តទៀតអញ្ចឹងបកដូចគ្នាបាទណាបកដូចគ្នាទេគាត់ឲ្យមើលរៀងតែប៉ុណ្្នឹងឯងបាទពីពពុះហ្នឹងគឺឃើញអញ្ចឹងកុំឲ្យចេះឆ្ងល់ណាមិនអញ្ចឹងអានេះអត់ថែមមនុស្សអត់ថែមវាអាចកើតអីអញ្ចឹងឯងបាទអញ្ចឹងខ្ញុំចង់បង្រៀនអំពី need តែម្ដងបាទ need ដូចគ្នាដូចតា dare ហ្នឹងដែរបើសិនជាយើងមើលប៉ុន្តែចាំខ្ញុំបញ្យល់បន្ថែមទៀតមានន័យថា need ដើរតួជា modal ហើយនឹង main verb ប្រើរបៀបនេះអាចដែរណាអញ្ចឹងយើងមានពីរដូចគ្នាមកជា modal ធ្វើដូចគ្នាតាមពិតកន្លែងនេះខ្ញុំឲ្យអ្នកធ្វើជាលំហាត់ផងធ្វើលំហាត់ដូចជា dare អញ្ចឹងមានន័យថា Tom ត្រូវការរៀនអង់គ្លេសឧទាហរណ៍អញ្ចឹងណា Tom ត្រូវការរៀនអង់គ្លេសអញ្ចឹងដើម្បីបង្កើតខ្លួនសាកឡូវមើលបើសិនជាអ្នកមើលវីដេអូនេះអ្នកអាចផុសវាមួយសិនទៅជប់វាសិនហើយអ្នកគិតថាសរសេរសាកឡូវមើលសិនទៅតា Tom ត្រូវការរៀនអង់គ្លេសមានន័យថាដើរតួជា modal Tom ត្រូវការរៀនអង់គ្លេស need របស់យើងដែលដើរតួជា main verb សាកបញ្ឈប់សិនហើយអ្នកសរសេរដោយខ្លួនឯងសាកឡូវមើលអញ្ចឹងដូចអ្វីដែលខ្ញុំបានប្រាប់ដែរអត់ណាអូខេអញ្ចឹងខ្ញុំប្រាប់ទី1ដើម្បីខ្លាយជា modal គឺតែម៉េច
Tom បើសិនជាយើងមើល damn ហ្នឹងគឺត្រូវហើយដូចគ្នា Tom need អី study យ៉ាងណា Tom need studying English បាទទី2ទី3យើងប្រើ Tom need time not មក study ចាំមកបដិសេធយើងលើក need មកខាងមុខ need បាទ need អី Tom study English ពេលនោះយើងបាន need នេះបាទ need ដែលដើរតួជា modal verb ណាជា modal verb អញ្ចឹងមកមើលបន្តទៀតមានន័យថា need របស់យើងដែលដើរតួជាអីជា main verb តើណាជា main verb ទី1ទី2ទី3ចឹងដល់ម៉េច Tom need time ប៉ះបរោះតែ3វាជា present simple past simple time ed វាជា main verb បាទណា need អី to study បាទខ្លាយទៅជាទម្រង់បដិសេធបាទ time do the date ហ្នឹងមក not need to study អូខេចូលប្រើរបៀបនេះចូលខ្លាយទៅជាប្រយោគសំណួរ Does Tom need to study អូខេអញ្ចឹងយើងបាន need មួយយើងបាន need នេះមួយ need នេះដែលដើរតួជា main verb សុំចាំតែវាមិនមានចាញ់ជាបញ្ហាទេទម្រង់របៀបនេះបាទណាចាំខ្ញុំប្រាប់ពីចំណុចមួយទៀតតើតើទៅនឹង need កន្លែងនឹងឯងអូខេអញ្ចឹងក៏ប៉ុន្តែថា need នេះមិនពេញនិយមដូច need នេះប្រើមានលក្ខណៈពិសេសបន្តិចកន្លែងនេះកាលណាបើយើងប្រើ need នេះឯងតើណាប៉ុន្តែប្រឡងគឺមិនចេញរៀងពពួកហ្នឹងទេប្រឡងច្រើនតែចេញអាពួកនេះប៉ុន្តែ style មួយទៀតចាំខ្ញុំប្រាប់ថា need ហ្នឹងត្រូវប្រើយ៉ាងម៉េចនៅពេលដែលដើរតួជា main verb អូខេអញ្ចឹងសូមមើលទាំងអស់គ្នានេះគ្រាន់តែយើងឲ្យមើលដឹងថាវាជាអីជា main verb ជា modal បាទជា main verb ជា modal តែប៉ុណ្្នឹងឯងប៉ុន្តែបើសិនជាអ្នកពេលដែលប្រឡងបាទសូមចាំកន្លែងហ្នឹងពេលដែលអ្នកគិតថារៀនហ្នឹងទុកប្រឡងឬក៏រៀនចំណាំចាំឲ្យចេះតែម្ដងទៅប្រឡងគេយកអាហ្នឹងមកគេអត់យកឲ្យញ៉ៃញ៉ាយច្រើនទេអញ្ចឹងមានន័យថា need ដែលដើរតួជា main verb ណា need នៅពេលដែលដើរតួជា main verb សូមមើលបន្តិចណាកន្លែងហ្នឹងឯងករណីរបស់វាគឺអ្នកត្រូវចំណាំតែម្ដងណារូបមន្តទី1កាលណាគេយើងប្រើ need យ៉ាងម៉េចឧបមាថាយើងប្រើ subject បូកជាមួយនឹង need ហើយបូកជាមួយអី to infinitive ណាសូមចំណាំអញ្ចឹងយើងបានកន្លែងនឹង need មួយបាទ subject verb agreement មកអញ្ចឹងមេរៀននេះគឺសម្រាប់ត្រៀមប្រឡងអ្នកចង់យកទៅប្រើក៏បានដែរតែគាត់អត្ថន័យយ៉ាងម៉េចបើណាពីព្រោះកាលណាប្រើក៏ត្រូវតែមានអត្ថន័យត្រូវដែរមិនចេះតែប្រើអញ្ចឹងបើសិនជាឃើញអញ្ចឹងយកទៅប្រើអញ្ចឹងមានន័យថាកាលណាយកទៅប្រឡងគេចង់សាកវិជាគុណរបស់យើងអញ្ចឹង subject បូកជាមួយនឹង need បូកជាមួយនឹង to infinitive កាលណាទម្រង់របៀបនេះមានន័យថាលុះត្រាតែ subject របស់យើងគឺជាខ្ញុំនិយាយតែម្ដងគឺ somebody តែណា subject របស់យើងគឺជា somebody មានន័យថាវត្ថុដែលមានវិញ្ញាណចលនានោះបាទណានិយាយដាក់ somebody មកលឿនជាងបាទណាយើងប្រើយ៉ាងឯងអញ្ចឹងឧទាហរណ៍ថាម៉េច Tom need បាទ subject verb agreement to paint his house អូខេ Tom needs to paint his house for example ណាអញ្ចឹងអ្នកសូមចាំថា somebody នេះគឺនេះ Tom នេះឯងចេះចេញតែគេ Tom នឹងឆ្មា
វាជារឿងរបស់អ្នកផ្សេងទៀតហើយណាយើងចាត់ទុកថាមនុស្សជា somebody អញ្ចឹងគាត់សម្គាល់ទៅនឹងរូបមន្តនេះមួយពេលដែលអ្នកយកទៅប្រឡងទៅណាពេលទៅប្រឡងសុំចាំកន្លែងហ្នឹងឯងអូខេសុំបន្តមួយទៀតខ្ញុំដាក់លេខ2កន្លែងនេះតែម្ដងអូខេអញ្ចឹងលេខ2គឺយើងប្រើ subject បូកជាមួយនឹង need ឃើញណារបៀបនេះហើយបូកជាមួយនឹងអីកន្លែងនេះយើងប្រើបាន2មានន័យថាទី1គឺយើងប្រើ gerund អញ្ចឹងខ្ញុំដាក់ gerund មានន័យថា verb ing តែម្ដងណាសំចាំណាមានន័យថា gerund verb ing អញ្ចឹងកុំឲ្យលោមានអីអញ្ចឹងតាមហ្នឹង gerund មានន័យថា verb ing ចុះកន្លែងនេះធ្វើម៉េចមានន័យថាបូកជាមួយនឹង to be បាទបូកមួយ to be ណាហើយបូកជាមួយនឹង past participle ឬក៏ verb 3ឬក៏ verb ed ចឹងតែម្ដងចឹងមិនចេះប្រើប៉ាត់ណាទៀតបាទ need បាទ subject need បូកជាមួយនឹង gerund បូកជាមួយ to be បូកជាមួយនឹង verb 3 past participle លុះត្រាតែ subject របស់យើងគឺជាអី something ណាសំចាំបើ somebody អ្នកដាក់ប៉ុណ្ណេះអត់បានទេ sorry យកអានេះឆ្លាស់គ្នាគឺអត់បានទេតើណាឆ្លាស់គ្នាគឺមិនបានទេអញ្ចឹងអ្នកត្រូវចាំរូបមន្តនឹងទាំងអស់កាលណា need បូកជាមួយនឹង to infinitive អ្នកត្រូវគិតថា subject របស់យើងគឺជា somebody កាលណាបើ need doing something ឬក៏ need to be done មានន័យថាជា something subject របស់វាអញ្ចឹងខ្ញុំឧទាហរណ៍លើខាងលើមិញក៏បានដែរតើតើទៅនឹងមិញថមត្រូវការលាបថ្នាំផ្ទះអញ្ចឹងយើងត្រឡប់មកវិញមកយក something ស្អីគេ something ឧទាហរណ៍ថាមិញណា his house យើងប្រើមក need ណា time I subject ពីព្រោះ house នេះគឺជា singular ដែរអញ្ចឹងនេះគេ his house needs paint មិញណា painting អូខេយើងអាចប្រើរបៀបនេះបានឬក៏ប្រើឲ្យមួយទៀតប្រើខាងក្រោមនេះ his house my house ក៏បានតែយើង his house needs to be painted ហ៎យើងប្រើយ៉ាងណា subject verb agreement ជា something ពេលប្រឡងអ្នកត្រូវចាំប៉ុណ្ណឹងបើសិនជាឃើញកិរិយាសព្ទនេះអ្នកត្រូវគិតថា subject របស់វាជាអី subject របស់វាគឺជាមនុស្សឬក៏ជាវត្ថុបើមនុស្សយើងប្រើ to do something need to do something កាលណាបើជាវត្ថុអ្នកគិតថា need doing something ឬក៏ need to be done មានន័យថា do did done verb 3ណាសំចាំរបស់នេះរបៀបនៃការneed របស់យើងដែលត្រូវការប្រឡងពេលដែលអ្នកចង់យកទៅប្រឡងណាគឺប្រើរបៀបនេះឯងអញ្ចឹងមិនមែនថាស្រាប់តែ I need painting ឯងអត់បានទេពីព្រោះ I សំចាំយើងអាចប្រើរបៀបនេះបានមួយទៀតជំនួសវាមានន័យថាstructure ចេះ subject បូកជាមួយនឹង b បាទបូកជាមួយនឹង b ហើយទៀត in need of ហើយបូកជាមួយនឹងឯងខាងក្រោយ verb ing ឬក៏បូកជាមួយនឹងមានន័យថាខាងក្រោយ of មានន័យថាវាជា object ជា noun ហ្នឹងអាចប្រើយ៉ាងឯងណាចឹងកាលណាបើសិនជាស្ថិតនៅក្នុងទម្រង់របៀបនេះមានន័យថា subject របស់យើង somebody ក៏បាន
something ក៏បានស្អីដែលយើងដាក់អីអត់បញ្ហាទេបាទឬក៏យើងអាចចង់និយាយថាប្រើ structure មួយទៀតនោះឧទាហរណ៍សាមញ្ញនៃអ្នកធ្លាប់ហើយប្រើអីគេ subject បូកជាមួយ need បូកជាមួយនឹង object បូកជាមួយនឹង to infinitive need somebody to do something ដែលចាំប្រើអញ្ចឹងក៏បានដែរទេយើងប្រើប៉ុន្តែយើងអាហ្នឹងយើងគិតថាយើងចេះហើយ I need you to ខ្ញុំគិតថាអ្នកចេះហើយប្រើរបៀបនេះហើយដែរប៉ុន្តែដល់ពេលឲ្យមួយនេះប្រហែលជាអ្នកមិនធ្លាប់បានជួបទេអញ្ចឹងសូមមើលបន្តិចទៀតឧទាហរណ៍ថាយើងប្រើរបៀបនេះក៏បានដែរឬក៏ប្រើលើមិញហ៎My house is បាទ structure របស់វា singular in need of painting ណាយើងអាចប្រើរបៀបនេះបានតែណាយើងអាចប្រើដាក់ថែមទៀតក៏បានដែរបើយើងចង់ថែមទៀតរបៀបនេះអញ្ចឹងទៀតអត់ថតថាប្រើមនុស្សម្ដងប៉ុន្តែប្រឡងមិនសូវមានអាពីរមិញI am in need of painting my house វែងឡាយបាទវែងឡាយតែអាចទៅរួចអញ្ចឹងមានណាបាទអញ្ចឹងយកអាពីរមុននោះអាពីរដែលខ្ញុំប្រាប់ថា need to do something ហើយនឹងមួយទៀត need doing something ហើយ need to be done អានោះប្រយ័ត្នតែយើងប្រឡងព្រោះនេះមិនសូវមានទេអញ្ចឹងយើងអាចថា I am in need of painting my house ឬក៏ឧទាហរណ៍ថា I need dollar for example I need dollar ត្រូវការយ៉ាងណាត្រូវការអ្វីមួយដើម្បីទៅធ្វើអ្វីមួយណា need somebody need something ស្អីដែលយើងប្រើអញ្ចឹងយើងអាចប្រើពាក្យថា I am in need of dollar យើងអាចប្រើរបៀបនេះបានណាអញ្ចឹង need របស់យើងនេះមានន័យថា need របស់យើងខាងលើមិញ need នេះគឺជា verb តែ need នេះមិនមែនទេគឺជា prepositional phrase អញ្ចឹងស្ថិតនៅក្នុង need ថាជា noun ចុះតែណាសូមចាំអញ្ចឹងមេរៀនមួយនេះគឺសន្មតថាចប់ហើយបាទណាតើតើទៅនឹង use to ក៏នៅវែងឡាយដែរអញ្ចឹងចាំជួបនៅក្នុងវីដេអូពេលក្រោយទៀតណាពេលក្រោយអញ្ចឹងអ្នកសូមចាំនៅក្នុងរូបមន្តដែលខ្ញុំបានប្រាប់ពីដំបូងតើតើទៅនឹង need បើអ្នកទុកសម្រាប់ត្រៀមប្រឡងតែចាំរហូតពេលដែលប្រឡងគឺតែងតែមានមួយឯងបាទឲ្យតែខ្ញុំប្រាប់អញ្ចឹងទៅពេលដែលទៅប្រឡងយ៉ាងហោចក៏មួយបន្ទុកដែរអញ្ចឹងអ្នកចាំថាមនុស្សឬក៏ជាវត្ថុបើមនុស្សម្នាក់ប្រើតែទម្រង់តែមួយទេ need to do something បើវិជាវត្ថុ need doing something ជារ៉ាន់ need to be done ជាទម្រង់ passive infinitive បើចាំវែងឆ្ងាយចាំ form អញ្ចឹងតែម្ដងអូខេឥឡូវដោយសារពេលវេលាបានហើយនេះច្រើនបន្តិចប៉ុណ្ណាបណ្ដៃខ្ញុំគិតសំខាន់ថាវាមិនអីទេអ្នកគិតថាខ្ញុំបង្រៀនហ្នឹងយឺតតិចហើយបាទពីព្រោះសិស្សអាចនិយាយថាគ្រូរៀនយឺតកាលណាបើសិនជាអ្នកនិយាយថាខ្ញុំបង្រៀនយឺតមានន័យថាអ្នកចេះមានន័យថាអ្នកចាប់បានប៉ុន្តែបើសិនជាអ្នកថាគ្រូរៀនលឿនណាមានន័យថាអ្នករៀនអត់ចេះអ្នកចាប់អត់បានទេអូខេបាទជាចុងបញ្ចប់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបន្ថែមទៀតតើតើទៅនឹងអ្នកដែលបានជួយ Subscribe នៅប្រព័ន្ធ YouTube Channel របស់ខ្ញុំបាទណាបើអ្នកចង់មើលឲ្យបានច្បាស់បាទចូលទៅក្នុងបាទមានន័យថាចូលទៅក្នុង YouTube ទៅអ្នកវាយទៅអក្សរ Obermoy MSK មកអ្នក search ទៅចេញអ្នកជួយ Subscribe ផងជួយចុចកណ្ដឹងមួយទៀតពីព្រោះនៅពេលដែលខ្ញុំ upload ទៅដឹងដល់អ្នកអូខេថែរក្សាសុខភាពទាំងអស់គ្នាសូមជម្រាបលា